ថ្ងៃនេះនាំបងប្អូនមកលេងសួនសត្វឈ្មោះថា Biotopia ដែលស្ថិតនៅក្នុងប្រទេសបារាំងហើយនៅក្បែរព្រំដែនប្រទេស Basic ចឹងណាហើយពួកខ្ញុំធ្វើដំណើរប្រហែលជាជិត2ម៉ោងដែរបានទៅដល់ហើយសួនសត្វនេះដែរគឺនៅក្បែរសមុទ្រព្រោះអីខានទៅលេងសមុទ្រយូរដែរចឹងហើយអាកាសធាតុក៏ល្អទៀតអត់សូវក្តៅទេមេឃរៀងសន្ទុំប៉ុន្តែអត់មានភ្លៀងចឹងណាអាកាសធាតុប្រហែលជា20ទៅ22អង្សាចឹងសម្រាប់ខ្ញុំគឺក្តៅល្មមហើយស្រស់ស្រាយមែនទែនចឹងបន្ទាប់ពីដើរឆ្នេរសមុទ្រមកក៏ខ្ញុំឆ្លៀតទៅមើលសួនសត្វហើយសួនសត្វនេះដែរគឺបែបលក្ខណៈគ្រួសារចឹងណាវាល្អសម្រាប់គ្រួសារដែលមានកូនក្មេងតូចៗអីចឹងទៅថ្ងៃចុងសប្តាហ៍ គឺពួកគាត់អាចនាំក្មេងៗទៅមើលបានចឹងណាហើយសួនសត្វនេះដែរសម្រាប់សម្បុត្រវិញគឺម្នាក់5 អឺរ៉ូសម្រាប់មនុស្សធំហើយក្មេងក្រោម12ឆ្នាំគឺតម្លៃ2 អឺរ៉ូកន្លះហើយសួនសត្វនេះដែរគឺស្ថិតនៅក្នុងទីក្រុង Dun Dikerek ចឹងណាហើយទីក្រុងហ្នឹងគឺធ្លាប់ជាប្រវត្តិសាស្ត្រកាលពី100ឆ្នាំមុនហ្នឹងគឺធ្លាប់នៅក្នុងប្រទេស Basic ហើយនេះគឺជាលើកទី1សម្រាប់ខ្ញុំដែរដែលខ្ញុំធ្លាប់ឃើញសត្វ Flamingo លើកទី1ចឹងណាអត់ដែលឃើញសោះទៅមើលសួនសត្វផ្សេងៗអត់ដែលឃើញមានទេទៅលើកនេះឯងទៅមើលសួនសត្វនេះគឺឃើញមានហ្មងហើយសត្វគេគឺស្អាតខ្ជូតដូចសាច់ដូចសាច់មាន់ដូចសត្វមាន់ហ្នឹងអញ្ចឹងប៉ុន្តែបងប្អូនអើយខ្ញុំស្ដាយមែនទែនមុននឹងខ្ញុំចូលមកដល់កន្លែងសត្វមាន់ហ្នឹងគឺខ្ញុំថតបានសត្វផ្សេងហ្នឹងប្រហែលជាចូល5 6ទៀតប៉ុន្តែអត់បានមើលថាខ្លួនឯងហ្នឹង record ហើយថតចឹងទៅដាក់ចុះដាក់ឡើងអត់ជាប់បងប្អូនហើយនិយាយពីថា set ហ្មងព្រោះអីគិតថាទោះបីជាវីដេអូរៀងវែងប៉ុន្តែចង់ឲ្យបងប្អូនឃើញសត្វប្លែកៗនៅក្នុងប្រទេស basic ប្រទេស basic ប្រទេសបារាំងហ្នឹងណាបងប្អូនអើយដល់ពេលមកមើលវីដេអូកាត់តចឹងទៅក៏ឃើញថាអត់បាន record ហើយថតដឹងស្អីណាណីទេចឹងមានប៉ុណ្ណាបង្ហាញបងប្អូនប៉ុណ្ណឹងហើយនេះគឺជាសត្វជ្រូកសត្វជ្រូកឈ្មោះភូមិបានៅក្នុងរឿងភូមិបាបងប្អូនដែលធ្លាប់មើលមានជ្រូកហើយមានសត្វកប្រក់ទូចហើយនឹងសត្វអីដូចជាសត្វខ្លាមួយទៀតហ្នឹងហើយឈ្មោះហ្នឹងខ្ញុំអត់ដែលឃើញសោះហើយសត្វជ្រូកហ្នឹងគឺវាមានចង្កូមហើយចំណែកស្លាបវិញក៏សម្បូរដែរបងប្អូនមានសេកមានចាបមានឥន្ទ្រីវិញនិយាយពីថាធំមែនទែនហើយនឹងអីគេសត្វថ្មាតយើងធ្លាប់ឃើញតែនៅក្នុងទូរទស្សន៍ដល់ពេលមកឃើញផ្ទាល់អញ្ចឹងមិនដឹងថាអូសត្វថ្មាតហើយនិយាយពីថាសម្បូរទេសចរមកមើលយើងថាទេសចរទៅមិនដឹងថាគេរស់នៅក្នុងភូមិនឹងឬក៏មិនផងហើយណាមួយគឺជាតំបន់សមុទ្រហើយនៅជាប់ព្រំដែនប្រទេស Basic និងប្រទេសបារាំងអញ្ចឹងទៅក៏សម្បូរគេមើលដែរហើយណាមួយតម្លៃធូរថ្លៃហើយបើនិយាយពីបុគ្គលិកវិញគឺរស់រាយរាក់ទាក់ទៀតហើយនិយាយចំទៅនៅក្នុងសួនសត្វហ្នឹងគឺសម្បូរសត្វប្លែកៗដែលខ្ញុំអត់ដែលឃើញសោះហ្មងហើយប្តីខ្ញុំគាត់ថានឹងគេយកមកពីតំបន់អាហ្វ្រិកអីហ្នឹងឯងប៉ុន្តែគាត់ថាគាត់អត់សូវសប្បាយចិត្តនឹងកន្លែងសួនសត្វហ្នឹងទេដោយសារតែសម្បូរសត្វច្រើនប៉ុន្តែមើលមានអារម្មណ៍ថាកន្លែងហ្នឹងគឺវាតូចចង្អៀតសម្រាប់ពួកសត្វហ្នឹងរស់នៅអញ្ចឹងណាហើយសត្វខ្លះឃើញរត់ឆ្លេឆ្លាអីចឹងទៅប្តីខ្ញុំគាត់ថាអាចមកពីគាត់ stress ចឹងទៅបានជាគាត់ឆ្លេឆ្លាចឹងដូចថាអត់មានសេរីភាពតែពេលខ្ញុំឮប្តីខ្ញុំគាត់និយាយចឹងមានអារម្មណ៍ថាអាណិតសត្វហ្នឹងមែនទែនហើយណាមួយគឺយើងឃើញថាគ្រប់តំបន់កន្លែងមួយដែលដាក់សត្វហ្នឹងគឺមានសំណាញ់គ្របពីលើចឹងណាបងប្អូនដែលគាត់មិនអាចហោះហើរឬក៏ធម្មតាគេការពារដើម្បីកុំឲ្យវារួចចឹងណាតែពេលចឹងទៅយើងឃើញមានអារម្មណ៍ថាអូអាណិតសត្វហ្នឹងដូចគ្មានសេរីភាពវាល្អម្យ៉ាងសម្រាប់ក្មេងៗដែលមិនដែលស្គាល់មិនដែលឃើញសត្វផ្ទាល់គាត់ឃើញតែក្នុងទូរទស្សន៍អីចឹងវាល្អសម្រាប់គាត់ស្វែងយល់ប៉ុន្តែសម្រាប់សត្វវិញគឺវាមិនល្អទេព្រោះអីដូចគ្នាជាប់នៅក្នុងទ្រុងក្នុងគុកទោះបីជាមានចំណីរបៀបដូចថាគេឲ្យស៊ីរស់នៅស្រួលមែនប៉ុន្តែគ្មានសេរីភាពបងប្អូនហើយនេះវិញគឺជាអាសត្វពពែដែលគេយើងតែងឃើញឡើងភ្នំហ៎ហើយដល់ពេលដល់និយាយរឿងពពែហ្នឹងខ្ញុំសួរសំណួរទៅប្តីខ្ញុំដូចមនុស្សឆោតនិយាយចំទៅគឺឆោតហ្មងសោតសួរប្តីទៅប្តីឲ្យចុះពេលវាចុះវិញចុះតាមណាហើយវាដែរធ្លាក់អត់ខ្ញុំតាក់ក៏ប្តីខ្ញុំគាត់ថាហើយគាត់មិនដឹងបើធ្លាប់តែឃើញវាឡើងហ្នឹងវាមិនដឹងថាវាចុះឬក៏វាថយក្រោយមិនហើយចុះវាធ្លាក់អីយើងមិនដឹងបើគេមានដែរឲ្យឃើញណាហើយគាត់មានចេះភាសាពពែហ្នឹងផងប្តីខ្ញុំនេះក៏ប៉ុនឆ្លើយទៀតហើយអ្នកសួរហ្នឹងក៏ប៉ុនសួរទៀតណាហត់ហ្មងតែហ្នឹងហើយបងប្អូនប្តីពុនខ្ញុំហ្នឹងចេះតែសួរនាំគ្នាឲ្យតែបានលកោកេះកោសគ្នាអញ្ចឹងណាលកអញ្ចឹងទៅកុំឲ្យស្ងប់ស្ងាត់ពេកហើយអាសត្វនេះវិញខ្ញុំគិតថាខ្ជូតមែនទែនវាចេះកាយរូងនៅក្នុងដីណាក្មេងៗដែលគាត់ទៅមើលហ្នឹងគឺគាត់ឃើញវាលឹបលោនៅរុនវាហើយសូម្បីតែខ្ញុំឃើញនៅខាងក្រៅមានអារម្មណ៍ថាសត្វហ្នឹងវាខ្ជូតមែនតាហើយមានតែ3នាក់ហ្នឹងឯងប៉ុន្តែពេលដែលយើងទៅមើលហ្នឹងគឺដល់ពេលដូចថាវាស៊ីហើយវាត្រូវការដេករបៀបដូចថាសម្រាប់បាយថ្ងៃត្រង់ដូចមនុស្សយើងដែរនេះអាសត្វនេះឯងដែលខ្ញុំប្រាប់បងប្អូនថាវារត់ឆ្លេឆ្លាចុះឡើងពី3ជុំហ្នឹងប្តីខ្ញុំគាត់ថាអាចមកពីវា stress ហើយសម្រាប់ស្វានេះវិញគឺខ្ញុំអត់ដែលឃើញទេមិនដឹងស្វាមិនដឹងតូចទេបងប្អូនហើយក៏មានអាស្វាពើទឹកក្រូចហ្នឹងដែរខ្ជូតមែនទេហើយមានស្វាខ្មៅផ្សេងទៀតអញ្ចឹងណានេះខ្ជូតណាប៉ុន្តែថតអត់សូវបានច្រើនទេដោយសារតែវាជក់ដេកអីចឹងទៅនិយាយហ្នឹងសំឡេងទៅមុនរូបភាពបង្ហាញស្វាទៅបងប្អូនអត់សម័យខ្លួនឯងណាបញ្ចូលវីដេអូគឺថាវល់មកដោយសារតែតាមពិតទៅអត់ចង់ voice over ទេតាមពិតទៅចង់ pause 12នាទីឲ្យបងប្អូនមើលប៉ុន្តែដល់ពេលយកទូរស័ព្ទមកមើលវីដេអូមកបានន័យថាថតខ្លួនឯងហ្នឹងគឺអត់ជាប់ហើយទៅរបៀបថាយើងចុចថតយើងគិតថាវាបិទរបៀប stop pause អីចឹងណាបងប្អូនទៅពេលមានណា
អត់ជាប់អីទាំងអស់ចឹងទៅត្រូវ voice over សារថ្មីហើយបន្ទាប់ពីដើរមើលសួនសត្វមើលសត្វអីគ្រប់កន្លែងរួចហើយក៏គេមានកន្លែងលក់តុក្កតាជាប្រភេទសត្វអីហ្នឹងឯងប៉ុន្តែតម្លៃអីមិនធូរថ្លៃទេណាបងប្អូនអើយតម្លៃទូចៗចឹង5 €, 10 €, 20 € ដែរហ្នឹងប៉ុន្តែខ្ញុំអត់បានទិញទេហើយបើកូនកំមុំខ្ញុំវិញនិយាយពីថាឃើញអីវិញគឺថាចង់បានណាអូទិញអានេះឲ្យពួកម៉ាក់ខ្ញុំម្នាក់នេះចូលចិត្តសត្វនេះម្នាក់នោះចូលចិត្តសត្វនោះហើយដល់ពេលយើងមើលតម្លៃបងប្អូន10 € ជាងហើយវាមិនសមបើយើងយកលុយហ្នឹងទៅនាំគាត់ទៅញ៉ាំ French fry ឬក៏ញ៉ាំម្ហូបក្មេងៗវាល្អជាងហើយហ្នឹងហើយដំណើរកំសាន្តរបស់ខ្ញុំទៅមើលសួនសត្វថ្ងៃហ្នឹងគឺចប់ហើយប៉ុន្តែមុននឹងទៅផ្ទះហ្នឹងពួកខ្ញុំត្រូវចូលផ្សារទំនើបLeclercសិនដោយសារតែសាប៊ូសាច់សាប៊ូស្រាឆ្ងាញ់អញ្ចឹងគ្រឿងសាច់នំប៉័ងអីចឹងណាហើយបើ steak វិញគឺថាឆ្ងាញ់មែនទែនរសជាតិវាខុសពីសាច់គោនៅប្រទេស Basic នៅ Basic ប្រហែលខ្ញុំទិញអត់ចំកន្លែងដែលត្រូវព្រោះយើងទិញតែទៅផ្សារទំនើបអត់បានទៅទិញនៅកន្លែង butcher កន្លែងគេកាប់ផ្ទាល់កន្លែងគេធ្វើដូចអ្នកលក់នៅស្រុកខ្មែរយើងនៅក្នុងហាងវាហៅ butcher បងប្អូនខ្ញុំមិនដឹងថាភាសាខ្មែរថាម៉េចទេតែរបៀបថាគេកាប់ផ្ទាល់ហ្មងណាបងប្អូននិងគ្រឿង cosmetic ដោយសារតម្លៃនៅ Basic ហ្នឹងគឺខុសគ្នាមួយក៏នឹងពីនៅប្រទេសបារាំងផងដែរអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណច្រើនបាយបាយ